Hello everyone, listen me. No, listen to me. អញ្ចឹងតពីមេរៀនម្សិលមិញគឺពាក្យទី listen នេះគឺយើងអត់យកកិច្ចសព្ទផ្ទាល់ដាក់ជាប់ពាក្យទេអត់ទេមានន័យថាកិច្ចសព្ទហ្នឹងគឺអត់ត្រូវការកម្មបត្តិផ្ទាល់ទេយើងត្រូវប្រើពាក្យមួយទៀតគឺយើងប្រើ preposition to listen listen អីស្ដាប់ខ្ញុំ listen to me ស្ដាប់បន្ត្រី listen to music ស្ដាប់នាង listen her listen him អីចឹងទៅអញ្ចឹងវាមានមែនតែកិច្ចសព្ទនោះមួយទេមានកិច្ចសព្ទច្រើនទៀតដូចពាក្យថា wait រងចាំអញ្ចឹង wait អីរងចាំខ្ញុំ wait for me ដូចពាក្យអីគេ look មើលដល់មើលខ្ញុំ look at me បាទអញ្ចឹងមានន័យថាកិច្ចសព្ទទាំងអស់ហ្នឹងអត់ត្រូវការកម្មបត្តិផ្ទាល់ទេបងប្អូនទៅចាំឧទាហរណ៍ថា listen to me right now I am teaching you or wait for me I'm doing my homework អញ្ចឹងបងប្អូនត្រូវចាំថាត្រូវមាន preposition បន្ទាប់ពីពួកវាអញ្ចឹងសួរទៀតមូលហេតុអីយើងដឹងធ្វើម៉េចយើងដឹងទៅថាកិច្ចសព្ទហ្នឹងវាមាន preposition ឬក៏មិនមានតាមក្បួនវេយ្យាករណ៍ដែលខ្ញុំរៀនមកខ្ញុំស្រាវជ្រាវដូចជាអត់មានឃើញថាមានក្បួនដែលច្បាស់លាស់ដែលយើងត្រូវដឹងទេមានថាយើងត្រូវអានឲ្យច្រើនមើលឲ្យច្រើនហើយយើងចងចាំពាក្យនឹងទុកមកបាទចងចាំពាក្យនឹងទុកអញ្ចឹងទើបយើងដឹងថាកិច្ចសព្ទនឹងត្រូវការ preposition ឬក៏មិនត្រូវការ preposition មានថាវាត្រូវការដាក់ to ឬក៏ដាក់ add អីចឹងដាក់ for អីចឹងទៅហើយអញ្ចឹងបានគេឲ្យយើងរៀនពាក្យដែលមានរៀនជា clear ឬក៏រៀនជា structure របស់វាគេអត់រៀនមកពាក្យអញ្ចឹងយើងអត់ចេះប្រើយើងប្រើអត់ត្រូវទេបាទ listen to me wait for me wait for her អីចឹង